ពាក្យថាវិន័យបើយើងប្រែតាមធាតុប្រែថានាំទៅដោយវិសេសប្រែថានាំទៅដោយវិសេសនាំទៅនឹងដោយវិសេសនឹងយ៉ាងណាគឺគ្រប់វិន័យទាំងអស់ដែលព្រះពុទ្ធទ្រង់ហាមក្តីព្រះពុទ្ធទ្រង់អនុញ្ញាតក្តីនឹងសុទ្ធតែទៅនាំនៅកាយវិចាររបស់យើងប្រព្រឹត្តទៅរកសេចក្តីល្អដល់បានទេណាទៅរកសេចក្តីល្អជាប្រយោជន៍ដល់ការរស់នៅរបស់អ្នកបួសយើងមួយទៀតព្រះវិន័យហ្នឹងគឺជាច្បាប់ប្រែថាជាច្បាប់សម្រាប់អប់រំកាយនិងវាចាឲ្យបានល្អហ្នឹងវិន័យមួយទៀតវិន័យហ្នឹងគឺជាຂ្នាតជាខ្សែបន្ទាត់ដែលថាវិន័យជាຂ្នាតឬក៏ជាខ្សែបន្ទាត់ធម្មតាຂ្នាតឬក៏បន្ទាត់គឺសម្រាប់តម្រង់មិនចឹងណាព្រះអង្គចង់គូសបន្ទាត់មួយឲ្យត្រង់វាតតែមានបន្ទាត់ហ្នឹងណាវាតមានបន្ទាត់បានយើងគូសទៅវាត្រង់បើអត់បន្ទាត់គូសអត់បានត្រង់ទេគេថាត្រង់ដោយបន្ទាត់ឃើញទេត្រង់ដោយបន្ទាត់អញ្ចឹងវិន័យនេះគឺជាបន្ទាត់មួយសម្រាប់តម្រង់ដល់ព្រះអង្គគ្រប់អង្គមិនថាភិក្ខុមិនថាសាមណេរដែលមកសាងភ្នួសនៅក្នុងពុទ្ធសាសនារបស់យើងនេះឲ្យប្រព្រឹត្តទៅដោយត្រង់ហ្នឹងត្រង់តាមអីត្រង់ទៅតាមពុទ្ធានុញ្ញាតនិងពុទ្ធបញ្ញត្តិគណៈឲ្យត្រង់អ្នកណាមិនគោរពមិនបដិបត្តិឬអនុវត្តទៅតាមវិន័យឈ្មោះថាជាអ្នកឃ្លាតចាកធម៌ឃ្លាតចាកវិន័យហើយអ្នកវិជឬក៏ខុសផ្លូវហើយគណាមួយទៀតថាជាຂ្នាតដែលគេវាស់កំណត់ពីណាទៅណាទំហំប៉ុណ្ណាអាហ្នឹងគឺវិន័យហ្នឹងក៏នៃនៅក្នុងការវាស់ណាវាស់នៅអីវាស់នៅការបដិបត្តិរបស់យើងដែរណាសាមណេរតើត្រូវប្រព្រឹត្តត្រឹមកម្រិតណាភិក្ខុត្រូវប្រព្រឹត្តត្រឹមកម្រិតណាសិតតែមានច្បាប់សម្រាប់វាស់ការបដិបត្តិរបស់យើងធ្វើខ្លួនត្រឹមណាទៅផ្សំជាអ្នកបួសណាគឺណានឹងវិន័យហ្នឹងគឺជាຂ្នាតជាក្រិតក្រមអញ្ចឹងឯងអ្វីដែលហៅថាវិន័យណាអាហ្នឹងគេសួរទៀតអ្វីដែលហៅថាវិន័យអញ្ចឹងគេសួររកថាវិន័យហ្នឹងបានដល់អីហ៎ណាវិន័យហ្នឹងបានដល់អីព្រះអង្គហើយព្រះអង្គណាឆ្លើយត្រូវព្រោះយើងរៀនតែថ្នាក់ទី1ថ្នាក់ទី2សិស្សរៀនវិន័យមែនទេណាវិន័យបានដល់អីសួរអញ្ចឹងសួរអត់ចេះដល់ពេលប្រឡងគិតមិនណាវិន័យបានដល់អីលបងវិន័យបានដល់ច្បាប់ដែលជាពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចារចាំទេមកលោកថាមកចឹងវិន័យបានដល់ពុទ្ធបញ្ញត្តិពុទ្ធានុញ្ញាតនិងអភិសមាចារណានឹងវិន័យបានដល់3ហ្នឹងតែនៅមានទៀតទេមិនតាន់អស់ត្រឹមហ្នឹងណានឹងចាំសិលក្រោយចាំកណាបញ្ជាក់បន្តទៀតតែគ្រាន់ឲ្យដឹងថាអ្វីទៅ
ដែលហៅថាពុទ្ធបញ្ញត្តិអ្វីទៅជាពុទ្ធបញ្ញត្តិពុទ្ធបញ្ញត្តិពាក្យថាបញ្ញត្តិបានន័យថាម៉េចណាការហាម5មិនឲ្យធ្វើមិនឲ្យប្រព្រឹត្តមិនឲ្យអនុវត្តមិនឲ្យធ្វើឲ្យកន្លងហួសណាសម្រាប់អ្នកបួសយើងដែលព្រះអង្គទ្រង់ហាមតួយ៉ាងដូចជាបាណាព្រះអង្គហាមមិនឲ្យអីណាអតនីទានមិនឲ្យលួចអប្រមចរិយៈមិនឲ្យប្រព្រឹត្តខុសក្នុងណាមេធនធម៌មុសាមិនឲ្យកុហកសុរាមិនឲ្យផឹកទឹកស្វឹងវិកាលភោជនាហាមមិនឲ្យឆានល្ងាចណាចគីមិនឲ្យរំច្រៀងហើយអីមួយទៀតណាមាលាគន្ធវិលេបណាំងមិនឲ្យលៀបលនដោយគ្រឿងក្រអូបហើយទៀតណាជាតរូបបរចតាបដកេហណាមិនឲ្យកាន់លុយដែលជាមាសប្រាក់មិនឲ្យមួយទៀតគឺមិនឲ្យគង់លើទីសេនាសនៈខ្ពស់ហួសប្រមាណឃើញទេអាហ្នឹងអ្វីដែលព្រះអង្គហាមណាហើយក្នុង10មិញហ្នឹងមាន5ស្ថិតនៅក្នុងតនកម្មហើយមាន5ស្ថិតនៅក្នុងនេសនាង្គៈទៀតឃើញទេឃើញណាអញ្ចឹងទាំងតនកម្មក៏ដោយទាំងនេសនាង្គៈក៏ដោយអាហ្នឹងគឺសុទ្ធតែជាពុទ្ធបញ្ញត្តិដែលព្រះអង្គទ្រង់ហាមមិនឲ្យអ្នកបួសយើងនឹងប្រព្រឹត្តទេហើយអ្នកណាហ៊ានតែប្រព្រឹត្តអ្នកនោះមានឈ្មោះថាត្រូវទោសឃើញទេណាត្រូវតនកម្មឬត្រូវនាសនាង្គៈបើភិក្ខុហៅថាត្រូវអាបត្តិណាក្នុងបទដែលជាពុទ្ធបញ្ញត្តិមានច្រើនចុះអ្វីទៅដែលជាពុទ្ធានុញ្ញាតណាព្រះអង្គណាដែលពុទ្ធានុញ្ញាតមានន័យថាម៉េចមិញបញ្ញត្តិហាមមិនឲ្យធ្វើចុះអនុញ្ញាតបានន័យថាឲ្យធ្វើណាអញ្ចឹងព្រះអង្គទ្រង់មានកន្លែងដែលមិនឲ្យធ្វើហើយនឹងកន្លែងដែលឲ្យព្រះអង្គធ្វើដែលព្រះអង្គអនុញ្ញាតឲ្យធ្វើតួយ៉ាងដូចជាព្រះអង្គទ្រង់អនុញ្ញាតឲ្យប្រើប្រាស់នៅបច្ច័យ4ឲ្យអាស្រ័យនៅការបិណ្ឌបាតប្រើប្រាស់សពុតបាំងសកលព្រះអង្គទ្រង់អនុញ្ញាតនៅកឋិនថារកេកព្រះអង្គទ្រង់អនុញ្ញាតប្រើថ្នាំដោយទឹកម៉ូតនេះជាដើមហ្នឹងព្រះអង្គទ្រង់អនុញ្ញាតណាហ្នឹងហៅថាពុទ្ធានុញ្ញាតក៏រាប់ចូលនៅក្នុងវិន័យដែរចុះអភិសមាចារអភិសមាចារមានន័យថាម៉េចរបៀបថាលឺហីរបៀបចេះម៉ានអង្គនិយាយមកស្ដាប់បានដឹងថាម៉េចអីល្អប្រសើរការប្រព្រឹត្តរឹកពីនឹងមេរយាទឲ្យល្អប្រសើរណាហ្នឹងត្រូវហើយនឹងអភិសមាចារៈការប្រព្រឹត្តខ្លួនឲ្យមានរឹកពីឲ្យមានរបៀបរៀបរយឲ្យល្អប្រសើរអញ្ចឹងមានន័យថា
ក្រៅពីបទពុទ្ធបញ្ញត្តិក្រៅពីបទពុទ្ធានុញ្ញាតនៅមានអភិសមាចារទៀតគឺព្រះអង្គសម្ដែងឲ្យអ្នកបួសយើងនឹងប្រព្រឹត្តឲ្យមានរបៀបរៀបរយមានរឹកពីមានរយាតល្អឧទាហរណ៍ដូចជាការសង្រួមនៅឥន្ទ្រីឃើញទេការសង្រួមនៅឥន្ទ្រីគឺសុទ្ធតែដើម្បីឲ្យមានរបៀបរៀបរយល្អព្រះអង្គសម្ដែងនៅក្នុងសក្ខីយវត្តសក្ខីយវត្តមានតាំងពីការនិមន្តដើរហើរចេញទៅក្រៅឃើញទេព្រះអង្គឲ្យស្លៀកពាក់យ៉ាងម៉េចពេលណាឃ្លុំពេលណាត្រូវក្រងត្រូវដើរនឹងកលេចប៉ុណ្ណាហើយត្រូវស្លៀកពាក់នឹងយ៉ាងម៉េចបរិមណ្ឌលស្បង់ត្រឹមម៉ានចពោត្រឹមម៉ានមិនចឹងគឺណាមួយទៀតតកតងនឹងការឆាន់ភោជនបដិសង្យុត្តខាងដើមគឺសរុបៈហ្នឹងសំដែងពីការស្លៀកពាក់ហ្នឹងឯងដល់ភោជនបដិសង្យុត្តនិយាយអំពីការឆាន់ឃើញទេព្រះអង្គសម្ដែងឲ្យយើងមានរបៀបរៀបរយនៅក្នុងការឆាន់ហាមាត់ប៉ុណ្ណាត្រូវដួសបាយយ៉ាងម៉េចហើយឆាន់កុំឲ្យប៉ោងមាត់ណាពេលយកស្លាបព្រាយកញុកចូលនៅក្នុងមាត់ប៉ោមបាយទៅនឹងមិនឲ្យលឺស្លាបព្រាទាំងអស់ហ្នឹងសិតរបៀបរៀបរយណាយើងរស់នៅប្រើពាក្យប្រើសម្ដីយ៉ាងម៉េចជាមួយគ្នាអង្គណាខ្ចីភាសាត្រូវចេះគោរពអ្នកដែលគេចាស់ភាសាសាមណេរត្រូវគោរពចំពោះភិក្ខុក្នុងនាមសៈប្រមចរិយៈអ្នកបួសដូចគ្នាត្រូវចេះមើលថែគ្នានេះសិតតែជាអភិសមាចារដែលយើងត្រូវតែប្រព្រឹត្តណាត្រូវតែប្រព្រឹត្តឲ្យបានល្អ